ពុកម្ដាយជាគំរូដ៏អស្ចារ្យរបស់កូនបាទសូមបងប្អូនមកចូលរួមជាមួយប្រធានបទនេះបាទមុននឹងចូលដល់ខ្លឹមសារនៃប្រធានបទសូមបងប្អូនជួយចុចអក្សរជាវឬ Subscribe ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នាបាទពុកម្ដាយជាគំរូដ៏អស្ចារ្យរបស់កូនបាទជាទូទៅខ្ញុំសង្កេតឃើញថាពុកម្ដាយជាច្រើនបានធ្វើជាគំរូមិនល្អដល់កូនណាបាទគាត់មិនបានធ្វើជាគំរូដ៏អស្ចារ្យដល់កូនទេគាត់បែរជាធ្វើគំរូដ៏មិនល្អដល់កូនឧទាហរណ៍ដូចជាការងារគាត់មិនសូវមានច្បាស់លាស់មិនសូវមានពិតប្រាកដហើយការរស់នៅគាត់រស់នៅបែបគ្មានរបៀបរបបបាទគាត់រស់នៅបែបរញ៉េរញ៉ៃចូលចិត្តលេងល្បែងផឹកស្រាច្រៀងរាំបាទទាំងនេះគឺជាគំរូមិនល្អដល់កូនដែលធ្វើឲ្យកូនទៅថ្ងៃក្រោយមិនមែនជាមនុស្សរឹងមាំមិនមែនជាមនុស្សចេះដឹងមិនមែនជាមនុស្សល្អមនុស្សត្រឹមត្រូវមនុស្សមានរបៀបរបបណាបាទហើយមួយទៀតនោះគាត់មិនសូវបានសិក្សារៀនសូត្របែបជាមនុស្សចេះដឹងធ្វើខ្លួនជាមនុស្សចេះដឹងទេបាទអញ្ចឹងអាទង្វើទាំងអស់ហ្នឹងមិនមែនជាគំរូដ៏អស្ចារ្យដល់កូនទេគឺជាគំរូដែលធ្វើឲ្យកូននឹងមានបញ្ហាទៅថ្ងៃក្រោយវិញណាគំរូចឹងបាទបើយើងមិននិយាយមែនទេមិនមែនជាគំរូទេអាហ្នឹងបាទទង្វើមិនល្អទាំងឡាយមិនមែនជាគំរូទេគឺជាការសាបព្រោះពូជអាក្រក់ឬពូជមិនល្អទៅលើកូនបាទអញ្ចឹងសំណួរសួរថាអញ្ចឹងពុកម្ដាយត្រូវធ្វើគំរូដ៏អស្ចារ្យដល់កូនយ៉ាងម៉េចបាទគំរូដ៏អស្ចារ្យដល់កូនខ្ញុំសូមលើក3ដែរបាទ3គឺទី1គឺមានការងារឲ្យពិតប្រាកដហើយធ្វើការងារឲ្យច្បាស់លាស់បាទមានការងារឲ្យពិតប្រាកដហើយធ្វើការងារឲ្យច្បាស់លាស់ឲ្យមានចំណូលត្រឹមត្រូវបាទមានប្រាក់ខែត្រឹមត្រូវបាទជាអ្នករកស៊ីឲ្យមានមុខរបរពិតប្រាកដបាទមានចំណូលអីខាតចំណេញអីវាដឹងបាទកុំចេះតែបន្លំបន្លាអាហ្នឹងជាគំរូដ៏អស្ចារ្យដល់កូនឃើញយើងជាអ្នកធ្វើការត្រឹមត្រូវពិតប្រាកដគាត់យកដាក់ក្នុងខ្លួនគាត់គិតថាអូពុកម្ដាយខ្ញុំគាត់មកចត់ណាស់ការងារគាត់មិនប្រឡែងបន្លំអញ្ចឹងត្រូវតែធ្វើតាមគាត់ទើបអាចមានបានដូចគាត់អាហ្នឹងវាគំរូមួយទៀតនោះគឺការរស់នៅគឺពុកម្ដាយគាត់គឺរស់នៅមានរបៀបរបបមានវិន័យបាទមិនឲ្យកូនដើរហើរឬមួយខ្លួនគាត់ទៅណាមកណាឲ្យគាត់មានវិន័យមានរបៀបរបបរបស់គាត់ត្រឹមត្រូវមិនមែនចេះតែយប់ម៉ោង11 12អីទេអត់ទេគាត់ដើរទៅមកវិញម៉ោង8 9គាត់ចូលផ្ទះអញ្ចឹងគាត់មានវិន័យរបស់គាត់ហើយការរស់នៅរបស់គាត់អត់មានឆ្លោះប្រកែកជាមួយអ្នកជិតខាងក្នុងគ្រួសារឬក៏លេងល្បែងលេងបៀអាវ៉ាសែអត់ប្រយោជន៍អីទេបាទហើយអត់មានទៅផឹកស៊ីច្រៀងរាំឡាំប៉ាយទេមានន័យថាបើហូបចុកអីយូរម្ដងទេប៉ុន្តែអត់មានទៅច្រៀងរាំអីអញញ៉ៃផ្ដេផ្ដាស់អីទេអាហ្នឹងជាគំរូដ៏អស្ចារ្យដល់កូនឯងអញ្ចឹងកូនគាត់ឃើញសកម្មភាពរបស់ពុកម្ដាយល្អអញ្ចឹងគាត់ដកជាប់ក្នុងចិត្តរបស់គាត់ហើយចូលក្នុងខួរក្បាលគាត់ចូលនៅក្នុងទម្លាប់គាត់ចូលក្នុងខ្លួនគាត់ដោយមិនដឹងខ្លួនណាដោយមិនដឹងខ្លួនហើយមួយទៀតនោះគឺពុកម្ដាយគាត់ចូលចិត្តសិក្សារៀនសូត្រស្ដាប់ព័ត៌មានស្ដាប់ការនិយាយបកស្រាយផ្នែកគំនិតផ្នែកការងារល្អហើយអានសៀវភៅអីចឹងបាទដល់កូនឃើញកូនគាត់ខ្លាចពុកម្ដាយគាត់ខ្លាចព្រោះមនុស្សចេះដឹងធ្វើឲ្យម្នាក់ដទៃខ្លាចគោរពបាទអញ្ចឹងគាត់ប្រកាសជាធ្វើតាមពុកម្ដាយគាត់គោរពពុកម្ដាយពេលយើងនិយាយអីទៅគាត់ស្ដាប់ពីព្រោះគាត់ឃើញយើងជាមនុស្សម្នាក់មកចត់ត្រឹមត្រូវចេះដឹងបាទអញ្ចឹងគំរូដ៏អស្ចារ្យទាំង3នេះគឺធ្វើឲ្យកូនយើងថ្ងៃក្រោយគាត់ខ្លាចជាមនុស្សល្អខ្លាចជាមនុស្សត្រឹមត្រូវខ្លាចជាមនុស្សចេះដឹងរឹងមាំយល់ហេតុការបានល្អបានត្រឹមត្រូវបានវែងឆ្ងាយដូច្នេះហើយសូមពុកម្ដាយទាំងឡាយបាទសូមត្រៀមខ្លួនសូមធ្វើខ្លួនធ្វើចិត្តធ្វើគំនិតធ្វើសកម្មភាពឲ្យល្អឲ្យអស្ចារ្យឲ្យមានប្រយោជន៍ដើម្បីជាគំរូដល់កូនពីព្រោះយើងនឹងហើយគឺជាគំរូដ៏អស្ចារ្យគ្មានអ្នកណាទេគ្មានអ្នកណាមកជាគំរូរបស់កូនយើងទេមានតែយើងជាពុកម្ដាយនឹងហើយដែលជាគំរូរបស់កូនអញ្ចឹងយើងត្រូវធ្វើគំរូឲ្យខ្ពង់ខ្ពស់ឲ្យថ្លៃថ្នូរឲ្យមានបានឲ្យម៉ត់ចត់
ឲ្យត្រឹមត្រូវឲ្យល្អឲ្យចេះដឹងដល់កូនកូនហើយកូនកូននឹងយកគំរូនេះទៅធ្វើតាមកូនកូននឹងបានលទ្ធផលដូចយើងគឺល្អគឺខ្ពង់ខ្ពស់គឺមានបានគឺថ្លៃថ្នូរបាទដូច្នេះខ្ញុំសូមចូលរួមត្រឹមប៉ុណ្ណឹងបាទគំរូដ៏អស្ចារ្យរបស់កូនគឺយើងជាពុកម្ដាយផ្ទាល់នឹងហើយអត់មានអ្នកណាទេអញ្ចឹងសូមសាងភាពល្អភាពអស្ចារ្យភាពខ្លាំងដល់កូនរបស់យើងដើម្បីគាត់មានអនាគតខ្ពង់ខ្ពស់មានបានបាទអញ្ចឹងអរគុណ